តោះញាតិញោមរៀនអានជាមួយអាត្មាទាំងអស់គ្នាអាត្មាក៏រៀនញោមក៏រៀនបង្កើតបានសេចក្តីជ្រះថ្លានៅក្នុងការអាននៅព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធនិងកើតជាបុណ្យកុសលទាំងអស់គ្នាសូមអនុមោទនាណដ្ឋិអត្តសមង្ពេមង្ណដ្ឋិអត្តសមង្ពេមង្ស្រឡាញ់អ្វីស្មើនឹងស្រឡាញ់ខ្លួនមិនមានណដ្ឋិអត្តសមង្ពេមង្ណដ្ឋិអត្តសមង្ពេមង្ស្រឡាញ់អ្វីស្មើនឹងស្រឡាញ់ខ្លួនមិនមានណដ្ឋិអត្តសមង្ពេមង្ស្រឡាញ់អ្វីស្មើនឹងស្រឡាញ់ខ្លួនមិនមានបន្តទៅទៀតយើងអានបន្តទៅទៀតចូលពុទ្ធដីកាថ្មីតែអានេះគ្រាន់តែជាលក្ខណៈព្រះពុទ្ធដីកាខ្លីៗដែលអាត្មាដកយកមករៀនសរសេរអក្សរទេណដ្ឋិវិជ្ជាសមង្វិតតាំងណដ្ឋិវិជ្ជាសមង្វិតតាំងទ្រព្យស្មើនឹងវិជ្ជាមិនមានព្រះពុទ្ធដីកាមួយទៀតណដ្ឋិវិជ្ជាសមង្មិតតាំងណដ្ឋិវិជ្ជាសមង្មិតតាំងមិត្តស្មើនឹងវិជ្ជាមិនមានណដ្ឋិវិជ្ជាសមង្មិតតាំងមិត្តស្មើនឹងវិជ្ជាមិនមានណដ្ឋិវិជ្ជាសមង្មិតតាំងមិត្តស្មើនឹងវិជ្ជាមិនមានមិត្តស្មើនឹងវិជ្ជាមិនមានណដ្ឋិវិជ្ជាសមង្មិតតាំងមិត្តស្មើនឹងវិជ្ជាមិនមានឥឡូវចូលពុទ្ធដីកាមួយទៀតពាក្យនេះយើងអានថាណដ្ឋិទោសមោកលិណដ្ឋិទោសមោកលិយើងអានតែកលិអានកលិក៏អានទៅណដ្ឋិទោសមោកលិទោសកំហុសស្មើដោយទោសៈមិនមានទោសកំហុសស្មើដោយទោសៈមិនមានណដ្ឋិទោសសមោកលិទោសកំហុសស្មើដោយទោសៈមិនមានមួយទៀតយើងចូលពុទ្ធដីកាថ្មីណដ្ឋិឈានំអបញ្ញសៈណដ្ឋិឈានាងអបញ្ញសៈណដ្ឋិឈានាងអបញ្ញសៈឈានមិនមានដល់បុគ្គលអ្នកមិនមានប្រាជ្ញាឈានមិនមានដល់បុគ្គលអ្នកមិនមានប្រាជ្ញាឥឡូវនេះយើងចូលដល់ការរៀនសរសេរអក្សរការរៀនសរសេរអក្សរនេះគឺយើងសរសេរអក្សរកតែយើងធ្វើ style សក់ផ្សេងគ្នាយើងរៀនសរសេរអក្សរកយើងធ្វើ style សក់ផ្សេងគ្នាអញ្ចឹងសូមញាតិញោមទេសនាដោយរីករាយនេះគ្រាន់តែជាការរៀនសរសេរអក្សរទេស្អាតមិនស្អាតក៏សូមអធ្យាស្រ័យដោយសារតែយើងស្រឡាញ់អក្សរខ្មែរយើងបើយើងរៀនសរសេរឃើញមើលទៅឃើញអក្សរយើងស្អាតចឹងធ្វើឲ្យយើងមានអារម្មណ៍អានមានអារម្មណ៍មើលហើយក៏សប្បាយចិត្តផងដែរសូមអនុមោទនាក្នុងការចែករំលែកនៅធម្មទានដល់ញាតិញោមទាំងអស់គ្នា